គ្នាថ្ងៃនេះយើងជួបគ្នាទៀតហើយថ្ងៃនេះយើងមើលថាតើមានអ្វីកើតឡើងសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី1ដល់ថ្ងៃទី7នៅក្នុងខែមេសានេះតើមានអ្វីកើតឡើងសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី1ដល់ថ្ងៃទី7ដូច្នេះហើយចូលតាមដានទស្សនាទាំងអស់គ្នាតើមានអ្វីកើតឡើងនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសានេះតើមានអ្វីកើតឡើងសម្រាប់អ្នកនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសានេះតើមានអ្វីកើតឡើងសម្រាប់អ្នកនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសានេះតើមានរឿងអ្វីដែលត្រូវអ្នកទាំងអស់គ្នាដឹងតើនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសាមានរឿងអ្វីសម្រាប់អ្នករួចហើយបងប្អូនទាំងអស់គ្នាឥឡូវយើងមើលថាតើនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសានេះមានរឿងអ្វីសម្រាប់បងប្អូនទាំងអស់គ្នាដែលកើតឡើងឬក៏ត្រូវដឹងត្រូវឮនៅក្នុងបងពេលហ្នឹងមើលស្លឹកកាតទី1តែម្ដងនេះមិនមែនបែងចែកក្រុមទេគ្រាន់តែថាយើងមើលស្លឹកកាតមុនដំបូងគេថាតើនៅថ្ងៃទី1ដល់ថ្ងៃទី7នៃខែមេសានឹងមានរឿងអ្វីកើតឡើងនៅក្នុងថ្ងៃទី1ដល់ថ្ងៃទី7នេះផងដែរបងប្អូនទាំងអស់គ្នាគឺមានរឿងដែលពាក់ព័ន្ធជាមួយនឹងលុយកាក់ហើយលុយកាក់បងប្អូនទាំងអស់គ្នានិយាយថាគឺល្អគឺអ្នកទាំងអស់គ្នាគឺមានភាពសម្បូរសប្បាយនៅក្នុងរឿងលុយកាក់តែម្ដងនៅក្នុងខែ4នេះគឺនៅថ្ងៃទី1ដល់ថ្ងៃទី7នេះគឺអ្នកទាំងអស់គ្នាមានភាពសម្បូរសប្បាយនៅក្នុងរឿងលុយកាក់អត់មានភាពខ្វះខាតអ្វីដូចមុនទេគឺមានភាពបរិបូរណ៍ក្នុងរឿងលុយកាក់ឬក៏ទ្រព្យសម្បត្តិរបស់អ្នកហើយអ្នកទាំងអស់គ្នាក៏មានការជួយទទួលមើលថែទទួលទំនុកបំរុងនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាផងដែរហើយមនុស្សជិតស្និទ្ធអ្នកទាំងអស់គ្នាគឺជាអ្នកជួយបើមិនជាអ្នកទាំងអស់គ្នាមានបញ្ហាក្នុងរឿងលុយកាក់គឺមនុស្សជិតស្និទ្ធរបស់អ្នកនឹងជួយទំនុកបំរុងពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាផងដែរដូច្នេះហើយនៅថ្ងៃទី1ដល់ថ្ងៃទី7គឺមានរឿងល្អជាមួយនឹងរឿងលុយកាក់អ្នកទាំងអស់គ្នាមានភាពសម្បូរមានភាពឧត្តមឧត្តមនិងភាពសម្បូរសប្បាយនៅក្នុងរឿងលុយកាក់អ្នកទាំងអស់គ្នាមានភាពងាយស្រួលមានឋានៈមានបានមានទ្រព្យសម្បត្តិគង់វង្សហើយអ្វីជាពិសេសទៀតគឺអ្នកទាំងអស់គ្នាអាចនឹងមានការជួយទទួលមើលថែពីមនុស្សដែលជិតស្និទ្ធរបស់អ្នកនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហានៅក្នុងរឿងលុយកាក់ដូច្នេះហើយគឺល្អមែនទែនសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី1ដល់ថ្ងៃទី7សម្រាប់រឿងលុយកាក់គឺល្អទោះបីជាមានបញ្ហាក៏មានអ្នកជួយដែរបងប្អូនទាំងអស់គ្នាគឺលុយកាក់ទៀតហើយគឺពាក់ព័ន្ធជាមួយនឹងលុយទៀតហើយអាចនិយាយបានថានៅក្នុងថ្ងៃទី1ដល់ថ្ងៃទី7នេះការបណ្ដាក់ទុនរបស់បងប្អូនទាំងអស់គ្នាកំពុងតែផ្ដល់ផលតបស្នងឲ្យអ្នកទាំងអស់គ្នាច្បាស់លាស់ហើយប៉ុន្តែគ្រាន់វាយឺតយ៉ាវប៉ុណ្ណោះដូច្នេះហើយនៅក្នុងអំឡុងពេលហ្នឹងក៏ជាអំឡុងពេលដែលអ្នកទាំងអស់គ្នាបង្វិលទុនទៅមកដែរដូច្នេះហើយក៏ជាស្ថានភាពមួយដែលអ្នកទាំងអស់គ្នាក៏កសាងវែកឆ្នាំងในเรื่องលុយកាក់បងប្អូនទាំងអស់គ្នាដែរដើម្បីឲ្យឈានទៅរកភាពល្អប្រសើរជាងនេះដូច្នេះហើយសម្រាប់រឿងលុយកាក់អ្នកទាំងអស់គ្នានៅថ្ងៃទី1ដល់ថ្ងៃទី7នេះគឺល្អអ្វីជាពិសេសវាស្ថិតនៅក្នុងអំឡុងពេលកសាងវែកកសាងឆ្នាំងដើម្បីឈានទៅរកភាពជោគជ័យឬក៏ភាពល្អប្រសើរជាងនឹងហើយអ្នកទាំងអស់គ្នាក៏មានការដាក់ទុននៅពេលកន្លងមកនឹងវាក៏ផ្ដល់ផលតបស្នងដល់អ្នកទាំងអស់គ្នាពិតប្រាកដច្បាស់លាស់ដែរគ្រាន់វារឿងយឺតយ៉ាវបន្តិចហើយក្នុងនឹងគឺអ្នកទាំងអស់គ្នាត្រូវការបង្វិលទុនទៅមកខ្លះដែរជាមួយនឹងការរកស៊ីរបស់បងប្អូនទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ល្អដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ពីព្រោះអ្នកទាំងអស់គ្នាកំពុងតែកសាងឋានៈលុយកាក់អ្នកទាំងអស់គ្នាដើម្បីឲ្យវាមានភាពល្អប្រសើរជាងនឹងឥឡូវនេះយើងមកមើលទៀតថាតើនៅថ្ងៃទី1ដល់ថ្ងៃទី7មានរឿងល្អអ្វីទៀតដែរទេសម្រាប់នៅក្នុងនឹងបងប្អូនទាំងអស់គ្នាមានការខ្វាយខ្វល់នៅក្នុងចិត្តដែរ
ទោះបីជាអ្នកទាំងអស់គ្នាមានភាពល្អក្នុងរឿងលុយកាក់ក៏ដោយប៉ុន្តែសម្រាប់ផ្លូវចិត្តផ្លូវអារម្មណ៍បងប្អូនទាំងអស់គ្នារឿងមានសម្ពាធជាមួយនឹងមនុស្សជុំវិញខ្លាំងនៅថ្ងៃទី1ដល់ថ្ងៃទី7ហ្នឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចធ្វើអ្វីបានដោយខ្លួនឯងទេនៅថ្ងៃទី1ដល់ថ្ងៃទី7ហ្នឹងគឺអ្នកទាំងអស់គ្នានៅពេលហ្នឹងអាចនឹងមានការត្រូវអ្វីត្រូវអំពើរបស់អ្នកណាមួយឬក៏ទោះបីជាអ្នកទាំងអស់គ្នាមានគំនិតចង់ធ្វើអ្វីដោយខ្លួនឯងក៏ដោយក៏អ្នកទាំងអស់គ្នាអាចធ្វើវាបានដែរដោយសារតែអ្នកទាំងអស់គ្នាត្រូវគោរពច្បាប់ត្រូវគោរពបញ្ជារបស់នរណាម្នាក់ដែលអ្នកទាំងអស់គ្នាមានតំណែងជាមួយដូច្នេះធ្វើអ្នកទាំងអស់គ្នារៀងមានសម្ពាធជាមួយនឹងមនុស្សជុំវិញខ្លួននឹងខ្លាំងដូច្នេះហើយបើសិនជានិយាយពីរឿងការងារវិញគឺអ្នកទាំងអស់គ្នាត្រូវស្ថិតនៅក្នុងការគោរពច្បាប់របស់ក្រុមហ៊ុនធ្វើអ្នកទាំងអស់គ្នារៀងបាត់បង់សេរីភាពរបស់អ្នកទាំងអស់គ្នាឬក៏ការងារដែលអ្នកទាំងអស់គ្នាកំពុងតែដំណើរការរលូននឹងវាបែរជារាំងស្ទះនៅកន្លែងហ្នឹងដូច្នេះធ្វើអ្នកទាំងអស់គ្នាមានការពិបាកចិត្តហើយបើសិនជានិយាយពីរឿងលុយកាក់វិញគឺអាចនិយាយបានថាបងប្អូនទាំងអស់គ្នាចំណូលដែលអ្នកទាំងអស់គ្នាសង្ឃឹមថាវានឹងបានហ្នឹងវាបែរជាមានឧបសគ្គសម្រាប់អ្នកទាំងអស់គ្នាទៅវិញហើយអ្នកទាំងអស់គ្នាក៏មានភារៈជាច្រើនដែលត្រូវចំណាយច្រើនធ្វើឲ្យអ្នកទាំងអស់គ្នាអាចមានបញ្ហាក្នុងរឿងលុយកាក់ដែរនេះសម្រាប់អារម្មណ៍បងប្អូនទាំងអស់គ្នាមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ហើយនៅក្នុងនោះផងដែរមិនថាអ្នកទាំងអស់គ្នាមានបញ្ហាក្នុងរឿងការងាររឿងលុយកាក់ឬក៏ស្នេហាទេនៅក្នុងនេះគឺបងប្អូនទាំងអស់គ្នាមិនមានសេរីភាពក្នុងការគិតឬក៏អ្នកទាំងអស់គ្នាមិនមានសិទ្ធិក្នុងការធ្វើវាអ្វីផ្សេងបានទេដែលធ្វើឲ្យអ្នកទាំងអស់គ្នាអត់អាចសម្រេចចិត្តបានដោយខ្លួនឯងដូច្នេះហើយធ្វើឲ្យអ្នកទាំងអស់គ្នារៀងមានសម្ពាធជាមួយនឹងមនុស្សជុំវិញខ្លួនដោយសារតែអ្នកទាំងអស់គ្នាត្រូវគោរពតាមច្បាប់ទៅតាមបញ្ជារបស់មនុស្សទាំងអស់ហ្នឹងដូច្នេះហើយអ្នកទាំងអស់គ្នាអត់ធ្វើឲ្យបាត់បង់សិទ្ធិសេរីភាពខ្លួនឯងធ្វើឲ្យអ្នកទាំងអស់គ្នារៀងមានសម្ពាធជាមួយនឹងមនុស្សទាំងអស់ហ្នឹងដូច្នេះហើយសរុបសេចក្តីមកថាតើនឹងមានរឿងអ្វីចូលមកសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃទី1ដល់ថ្ងៃទី7នៅថ្ងៃទី1នឹងផងដែរគឺមានរឿងល្អជាមួយនឹងរឿងលុយកាក់អ្នកទាំងអស់គ្នាមានភាពសម្បូរសប្បាយនៅក្នុងរឿងលុយកាក់របស់អ្នកទាំងអស់គ្នាអត់មានភាពខ្វះខាតអ្វីទេហើយនៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហាក្នុងរឿងលុយកាក់ក៏មានមនុស្សជួយអ្នកទាំងអស់គ្នាដែរគឺមនុស្សចិត្តស្និទ្ធរបស់អ្នកទាំងអស់គ្នានឹងជួយទំនុកបំរុងបងប្អូនទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាមានបញ្ហានៅក្នុងរឿងលុយកាក់ដូច្នេះហើយនៅក្នុងរឿងលុយកាក់មានភាពសម្បូរសប្បាយនៅក្នុងថ្ងៃហ្នឹងហើយនៅក្នុងហ្នឹងផងដែរបងប្អូនទាំងអស់គ្នាក៏កំពុងតែកសាងវែកចាងឆ្នាំងរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យមានភាពល្អប្រសើរជាងនេះដែរហើយអ្វីជាពិសេសអ្វីដែលអ្នកទាំងអស់គ្នាខំបណ្ដាក់ទុននៅពេលកន្លងមកគឺវាកំពុងតែផ្ដល់ផលតបស្នងដល់អ្នកទាំងអស់គ្នាច្បាស់លាស់ពិតប្រាកដគ្រាន់តែវាយឺតយ៉ាវសម្រាប់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះហើយអ្វីជាពិសេសទៀតបងប្អូនទាំងអស់គ្នាកំពុងតែកសាងលុយកាក់បងប្អូនទាំងអស់គ្នាឲ្យមានភាពរីកចម្រើននិងមានភាពល្អប្រសើរទៅថ្ងៃអនាគតឬក៏ទៅថ្ងៃមុខដូច្នេះហើយក៏ល្អដែរទោះបីជាវាផ្ដល់ផលតបស្នងយឺតយ៉ាវប៉ុន្តែវាផ្ដល់ផលពិតប្រាកដសម្រាប់អ្នកប៉ុន្តែអ្វីដែលជាបញ្ហាគឺអ្នកទាំងអស់គ្នាមានការបាត់បង់សិទ្ធិសេរីភាពនៅក្នុងរឿងអ្វីមួយដែលអ្នកទាំងអស់គ្នាត្រូវគោរពច្បាប់ឬក៏ត្រូវធ្វើតាមបង្គាប់បញ្ជានៃក្រុមហ៊ុនឬក៏នរណាម្នាក់ដែលអ្នកទាំងអស់គ្នាមានតំណែងជាមួយដោយសារតែនៅក្នុងពេលហ្នឹងធ្វើអ្នកទាំងអស់គ្នារៀងបាត់បង់សិទ្ធិសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងអ្នកទាំងអស់គ្នាអត់អាចធ្វើអ្វីបានដោយខ្លួនឯងទេគឺអ្នកទាំងអស់គ្នាត្រូវធ្វើតាមច្បាប់ទៅតាមបញ្ជាទៅតាមមនុស្សដែលអ្នកទាំងអស់គ្នាមានតំណែងជាមួយដូច្នេះហើយធ្វើអ្នកទាំងអស់គ្នារៀងមានសម្ពាធជាមួយនឹងមនុស្សទាំងអស់ហ្នឹងបន្តិចប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាមានរឿងល្អដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ដែរតែគ្រាន់តែថាអ្នកទាំងអស់គ្នារៀងមានការអន់ចិត្តមានការខកចិត្តជាមួយនឹងរឿងមួយចំនួនដែលអ្នកទាំងអស់គ្នាមានតំណែងជាមួយនឹងធ្វើអ្នកទាំងអស់គ្នាបាត់បង់សេរីភាពដែលអត់អាចបានសម្រេចចិត្តដោយខ្លួនអ្វីដែលអ្នកទាំងអស់គ្នាចង់ធ្វើបានដូច្នេះធ្វើអ្នកទាំងអស់គ្នារៀងមានការខកចិត្តប៉ុណ្ណឹងអ្វីដែលអ្នកទាំងអស់គ្នារំពឹងខ្លាំងធ្វើអ្នកទាំងអស់គ្នាវាមិនបានដូចចិត្តទេដូច្នេះហើយធ្វើអ្នកទាំងអស់គ្នាមានបញ្ហាប៉ុណ្ណឹងដែរនៅថ្ងៃទី1ដល់ថ្ងៃទី10ហ្នឹងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ល្អច្រើនដែរដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ធ្វើអ្នកទាំងអស់គ្នាមានភាពបបោក្នុងរឿងលុយកាក់ដែរនៅថ្ងៃទី1ដល់ថ្ងៃទី7ហ្នឹងអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលជួយតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរហើយជាពិសេសជូនពរបងប្អូនទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះជូនពរបងប្អូនទាំងអស់គ្នាមានសុខធ្វើដំណើរដោយសុខសុវត្ថិភាពអ្វីជាពិសេសប្រាថ្នាអ្វីសូមសម្រេចដោយបំណងប្រាថ្នារបស់បងប្អូនទាំងអស់គ្នាអ្វីជាពិសេសនោះសូមបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់ភារកិច្ចដែលអ្នកទាំងអស់គ្នាធ្វើផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ